បើមកដល់ទឹកដីនៃខេត្តកោះកុងហើយរំលង6កន្លែងនេះខ្ញុំហ៊ានធានាថាគួរឲ្យសោកស្ដាយណាស់ថ្ងៃនេះខ្ញុំនឹងនាំលោកអ្នកបងប្អូនទៅស្វែងរកភាពអស្ចារ្យនៃធម្មជាតិដែលលាក់ខ្លួនពួនអាត្មានិងការសម្រាកកាយបែប high class ស័ក្តិសមសម្រាប់ការកម្សាន្តលក្ខណៈគ្រួសារនិងក្រុមការងារចង់ដឹងថាហេតុអ្វីបានជាកន្លែងទាំង6នេះคล้ายជាទីតាំងល្អបំផុតប្រចាំខេត្តកោះកុងតោះទៅទស្សនាជាមួយគ្នាឥឡូវនេះយើងចាប់ផ្ដើមបេសកកម្មដំបូងនៅកណ្ដាលបេះដូងនៃក្រុងខេមរៈភូមិន្ទការធ្វើដំណើរលើស្ពានដ៏វែងអន្លាយដែលហាក់ដូចជាកំពុងនាំយើងទៅកាន់ភពមួយផ្សេងទៀតឆ្ពោះទៅរកចៃដីខុនឆាងដែលស្ថិតនៅដាច់ស្រយាលកណ្ដាលផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយទីនេះមិនត្រឹមតែជាកន្លែងកម្សាន្តបែបប្រវត្តិសាស្ត្រនិងរឿងព្រេងនិទានប៉ុណ្ណោះទេប៉ុន្តែវាគឺជាឱកាសដ៏វិសេសវិសាលសម្រាប់អ្នកក្នុងការដកដង្ហើមស្រូបយកខ្យល់អាកាសដ៏ល្អបរិសុទ្ធពីមហាសមុទ្រសាកស្រមៃមើលប្រសិនបើអ្នកមកដល់ទីនេះចំពេលសូរិយារៀបលិចពន្លឺពណ៌មាសដែលជះចាំងមកលើផ្ទៃទឹកនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាពេលវេលាទាំងឡាយហាក់ដូចជាត្រូវបាននៅស្ងៀមលែងខ្វល់ពីអ្វីទាំងអស់ហើយពិភពលោកដ៏មមាញឹកនេះក៏ឈប់វិលមួយខណៈដើម្បីឲ្យលោកអ្នកទទួលយកអារម្មណ៍ស្រស់រីករាយពីភាពស្រស់ស្អាតនៅចំពោះមុខទី2រមណីយដ្ឋានទឹកធ្លាក់តាតៃសម្រស់ជលសានិងបទពិសោធន៍ផ្សងព្រេងដែលមិនអាចបំភ្លេចបានយើងមកដល់ទីតាំងដ៏ល្បីល្បាញបំផុតនិងជាដួងព្រលឹងនៃធម្មជាតិប្រចាំខេត្តកោះកុងគឺរមណីយដ្ឋានទឹកធ្លាក់តាតៃគ្រាន់តែឈានជើងមកដល់ភ្លាមលោកអ្នកនឹងទទួលបានអារម្មណ៍ស្វាគមន៍ដោយទស្សនីយភាពទឹកធ្លាក់ដ៏ធំល្វឹងល្វើយដែលហូរធ្លាក់យ៉ាងខ្លាំងក្លាតាមជម្រាលថ្មដាបង្កើតបានជាផ្សែងទឹកយ៉ាងត្រជាក់ភ្នែកនិងសំឡេងតន្ត្រីដ៏រងំប៉ុន្តែអ្វីដែលធ្វើឲ្យតាតៃកាន់តែពិសេសបំផុតនោះគឺសម្រាប់អ្នកដែលនិយមការផ្សងព្រេងបែប off-road ការបើករថយន្តកាត់ឆ្លងទឹកអូរលើថ្មដាគឺជាបទពិសោធន៍ដ៏រំភើបញាប់ញ័រដែលលោកអ្នកមិនអាចរកបានកន្លែងណាផ្សេងឡើយសារតែយើងមកលេងខ្ញុំយក off-road អត់អីទេមិញមកផុតឥឡូវទៅវិញក៏ផុតដែរយើជោគជ័យតាតៃមិនត្រឹមតែផ្ដល់នូវផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលប៉ុណ្ណោះទេប៉ុន្តែវាគឺជាស្ថានីយ៍ថាមពលសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តបែបការផ្សងព្រេងកណ្ដាលព្រៃភ្នំពិតទីតាំងទី3ស្ពានយល់ពីមក្រសោបដំណើរឆ្លងព្រេងកណ្ដាលអាណាចក្របៃតងបន្តដំណើរមកដល់ទីតាំងទី3ដែលជាដង្ហើមនៃធម្មជាតិគឺសហគមន៍ពីមក្រសោបអារម្មណ៍ដែលរំភើបនិងប្លែកបំផុតគឺការបោះជំហានលើស្ពានយល់ខ្សែកាបដែលរង្គើតិចកាត់ផ្ទៃទឹកពណ៌ខៀវស្រងាត់ទីនេះមិនត្រឹមតែជាកន្លែងស្រស់ស្អាតនៃធម្មជាតិប៉ុណ្ណោះទេប៉ុន្តែវាគឺជាកន្លែងទាក់ភ្នែកមួយសម្រាប់ភ្ញៀវទេសចរគ្រប់គ្នាដែលបានទៅដល់កន្លែងនេះហើយបង្កើតបាននូវអនុស្សាវរីយ៍មិនអាចកាត់ថ្លៃបានអ្វីដែលពិសេសជាងនេះអ្នកក៏អាចជិះទូកកម្សាន្តជាមួយក្រុមគ្រួសារឬក្រុមការងារដើម្បីបណ្ដែតខ្លួនកណ្ដាលផ្ទៃសមុទ្រនិងគយគន់សម្រស់នៃព្រៃកោងកាងពីចម្ងាយយ៉ាងជក់ចិត្តការបានស្ថិតនៅកណ្ដាលធម្មជាតិដ៏ស្ងប់ស្ងាត់បែបនេះគឺជាឱកាសដ៏វិសេសវិសាលសម្រាប់លាងសម្អាតផ្លូវចិត្តនិងផ្ដល់ថាមពលថ្មីដល់ជីវិតនេះហើយជាអត្ថន័យពិតនៃពាក្យថាសាកថ្មជីវិត
ទីតាំងទី4 Mangrove Sanctuary Resort ឋានសួគ៌លាក់ខ្លួនតើអ្នកធ្លាប់ស្រមៃចង់សម្រាកលំហែនៅកន្លែងបែបហែកខ្លះដែលលាក់ខ្លួនយ៉ាងអាចកំបាំងកណ្ដាលព្រៃកោងកាងដ៏ធំល្វឹងល្វើយដែរឬទេនៅ Mangrove Sanctuary Resort លោកអ្នកនឹងទទួលបានបទពិសោធន៍នៃការរស់នៅដ៏ស៊ីវិល័យបំផុតក្នុងបរិយាកាសដែលស្ងប់ស្ងាត់និងផ្សារភ្ជាប់ខ្លួនជាមួយនឹងធម្មជាតិពិតៗរាល់ការបោះជំហានលើស្ពានដែលរំលេចខ្លួនកាត់ព្រៃកោងកាងខៀវស្រងាត់នឹងនាំអារម្មណ៍លោកអ្នកឲ្យរសាត់អណ្ដែតទៅតាមសំនៀងអក្សីទីនេះមិនត្រឹមតែជាកន្លែងកម្សាន្តប៉ុណ្ណោះទេប៉ុន្តែវាជាកន្លែងដែលលោកអ្នកអាចស្រូបយកខ្យល់អាកាសបរិសុទ្ធពីធម្មជាតិដើម្បីជំរុះរាល់ភាពហត់នឿយនិងស្វែងរកសេចក្តីសុខផ្លូវចិត្តសូមណែនាំគ្រួសារឬក្រុមមិត្តភ័ក្តិរបស់លោកអ្នកមកបង្កើតអនុស្សាវរីយ៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបានក្នុងឋានសួគ៌បៃតងដ៏ប្រណិតមួយនេះទីតាំងទី5ឆ្នេរប៉ាក់ខ្លងសម្រស់ជួបបុព្វតានិងបទភ្លេងនៃរលកសមុទ្របន្តដំណើរមកដល់ឆ្នេរប៉ាក់ខ្លងទីកន្លែងដែលមុនស្នេហ៍នៃដុំថ្មនិងរលកសមុទ្រជួបគ្នាបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យអ្វីដែលធ្វើឲ្យទីនេះប្លែកនិងទាក់ទាញបំផុតគឺឆ្នេរដ៏ស្រស់ស្អាតនិងផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយដែលឆ្លុះបញ្ចាំងពីសម្រស់ជួរភ្នំនៅផ្នែកខាងក្រោយយ៉ាងស្រស់ត្រកាលជាមួយខ្យល់អាកាសដ៏ត្រជាក់បក់ពីសមុទ្រលោកអ្នកសាកស្រមៃមើលការបានដើរលំហែតាមមាត់សមុទ្របែបនេះស្រូបយកខ្យល់សមុទ្រត្រជាក់នាពេលល្ងាចបណ្ដោយអារម្មណ៍ទៅតាមសំឡេងរលកបោកបក់និងកយគុណពន្លឺព្រះអាទិត្យពណ៌មាសនាពេលថ្ងៃលិចគឺជាឋានសួគ៌នៃភាពស្ងប់ស្ងាត់និងជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់ផ្ដិតយករូបភាពស្អាតប្លែកភ្នែកដែលមានមុនស្នេហ៍មិនចាញ់តំបន់ទេសចរល្បីៗនៅបរទេសឡើយមិនថាអ្នកមកកំសាន្តជាមួយមិត្តភ័ក្តិឬមនុស្សជាទីស្រឡាញ់ប៉ាក់ខ្លងនឹងផ្ដល់នូវភាពកក់ក្ដៅនិងអនុស្សាវរីយ៍ដែលមិនធ្វើឲ្យអ្នកខកបំណងឡើយចំណែកទីតាំងទី6 Starbucks កោះកុងរសជាតិទំនើបក្បែរមាត់សមុទ្របាទនៅកន្លែងនេះមុននឹងបញ្ចប់ដំណើរកម្សាន្តដ៏អស្ចារ្យមួយនេះយើងមកបង្កើតថាមពលនៅ Starbucks កោះកុងទីកន្លែងដែលស្រស់ស្អាតប្រចាំក្រុងខេមរៈភូមិន្ទក្នុងបរិយាកាសហាងកាហ្វេដ៏ប្រណិតនិងមានទេសភាពជាប់មាត់សមុទ្រនាក្រុងកោះកុងគឺជាកញ្ចប់ដំណើរកម្សាន្តដ៏ល្អឥតខ្ចោះនិងបង្កើតថាមពលផ្លូវចិត្តមួយកម្រិតទៀតមុននឹងយើងត្រឡប់មកផ្ទះវិញវាជាការរួមបញ្ចូលគ្នាដ៏អស្ចារ្យរវាងជីវិតបែបទំនើបនិងធម្មជាតិដ៏ស្រស់ត្រកាលនៃខេត្តមួយនេះបាទកោះកុងពិតជាមានមុនស្នេហ៍លើសពីអ្វីដែលយើងគិតក្នុងចំណោម6ទីតាំងនេះកន្លែងណាដែលអ្នកចង់ទៅបំផុតឬថាតើអ្នកមានស្គាល់កន្លែងសម្ងាត់ណាមួយផ្សេងទៀតនៅក្នុងខេត្តនេះទេ comment ចែករំលែកគ្នាផងប្រសិនបើចូលចិត្តវីដេអូបែបនេះសូមត្រៀមខ្លួនសម្រាប់ដំណើរកម្សាន្តបន្តទៀតសូមអរគុណសម្រាប់ការទស្សនា